អ្នកនៅចាំទេការបង្កត់ចំនួនគត់កាលពីមេរៀនទី1ការបង្កត់គឺធ្វើឲ្យតម្លៃចំនួននោះជាតម្លៃប្រហែលនិងងាយចងចាំការបង្កត់ចំនួនទស្សភាគក៏ដូចគ្នាទៅនឹងការបង្កត់ចំនួនគត់ដែរដើម្បីបង្កត់ចំនួនយើងត្រូវមើលលេខខាងស្ដាំបន្ទាប់ពីខ្ទង់ដែលត្រូវបង្កត់ទី1បើខ្ទង់នោះមានលេខ0 1 2 3 4ត្រូវបង្កត់ចុះទី2បើខ្ទង់នោះមានលេខ5 6 7 8 9ត្រូវបង្កត់ឡើងឥឡូវយើងមកធ្វើការបង្កត់ចំនួនទស្សភាគខាងក្រោមវិញម្ដងបង្កត់ 15.345 ត្រឹមខ្ទង់ភាគរយលេខ4ជាខ្ទង់ភាគរយតើលេខ4ត្រូវបង្កត់ចុះទៅជាលេខ3ឬបង្កត់ឡើងទៅជាលេខ5យើងត្រូវមើលលេខខាងស្ដាំបន្ទាប់បើលេខខាងស្ដាំបន្ទាប់មានលេខ5 6 7 8 9ត្រូវបង្កត់ឡើងយើងឃើញថាលេខខាងស្ដាំបន្ទាប់គឺលេខ5ដែលនៅក្នុងចំណោមលេខ5 6 7 8 9ដូចនេះខ្ទង់ដែលត្រូវបង្កត់លេខ4នេះត្រូវបង្កត់ឡើងទៅជាលេខ5ដូចនេះ 15.345 បង្កត់ត្រឹមខ្ទង់ភាគរយគឺ 15.350 ឬ 15.45 បង្កត់ 15.345 ដដែលនេះត្រឹមខ្ទង់ភាគ10លេខ3ជាខ្ទង់ភាគ10តើលេខ3ត្រូវបង្កត់ចុះទៅជាលេខ2ឬត្រូវបង្កត់ឡើងទៅជាលេខ4យើងត្រូវមើលលេខខាងស្ដាំបន្ទាប់យើងឃើញថាលេខខាងស្ដាំបន្ទាប់គឺលេខ4ដែលនៅក្នុងចំណោមលេខ0 1 2 3 4ត្រូវបង្កត់ចុះដូចនេះខ្ទង់ដែលត្រូវបង្កត់លេខ3នេះត្រូវបង្កត់ចុះទៅជាលេខ2ដូចនេះ 15.345 បង្កត់ត្រឹមខ្ទង់ភាគ10គឺ 15.200 ឬ 15.2ការបង្កត់ចំនួនទស្សភាគក៏ដូចគ្នាទៅនឹងការបង្កត់ចំនួនគត់ដែរដើម្បីបង្កត់ចំនួនយើងត្រូវមើលលេខខាងស្ដាំបន្ទាប់ពីខ្ទង់ដែលត្រូវបង្កត់ទី1បើខ្ទង់នោះមានលេខ0 1 2 3 4ខ្ទង់ដែលត្រូវបង្កត់ចុះទី2បើខ្ទង់នោះមានលេខ5 6 7 8 9ខ្ទង់ដែលត្រូវបង្កត់ឡើងលំហាត់ចូលបង្កត់ចំនួនខាងក្រោមត្រឹមខ្ទង់ភាគរយនិងខ្ទង់ភាគ10